អូសអូប៉ាទីគឺជាការព្យាបាលដោយយើងប្រើដៃមិនត្រឹមតែប្រើដៃមិនត្រឹមតែយើងព្យាបាលទេគឺយើងសិក្សាតាំងពីដើមថាតើមូលហេតុដែលគាត់ឈឺនឹងវាមានមូលហេតុមកពីណាហើយយើងធ្វើរោគវិនិច្ឆ័យយើងធ្វើការព្យាបាលហើយយើងនឹងវាតម្លៃទៅលើតើយើងធ្វើហើយតើត្រឡប់ទៅរកភាពដើមវិញអត់អ្នកជំងឺចូលមកគឺរឿងឈឺចាប់ភាគច្រើនគឺផ្ដើមចេញពីចង្កេះជាទូទៅហើយបន្ទាប់មកអាចស្មាអាចកញ្ចឹងកឬក៏ក្បាលពេលខ្លះគាត់អាចមកជាមួយមួយទៀតរឿងជង្គង់រឿងជើងឬក៏រឿងដៃភាគច្រើនដោយសារតែខ្លួនយើងវាជារាងកាយមួយដែលធ្វើការជាប្រព័ន្ធនៅពេលដែលផ្នែកមួយនៃសរីរាង្គវាចាប់ផ្ដើមប្រែប្រួលវាចាប់ផ្ដើមខុសទិសដៅដោយសារការប៉ះទង្គិចឬក៏មានបញ្ហាអីមួយវាធ្វើឲ្យប្រែប្រួលអញ្ចឹងបញ្ហាដំបូងហ្នឹងវានឹងបង្កឲ្យទៅជាប៉ះពាល់ដល់កន្លែងផ្សេងទៀតនៃខ្លួនយើងឧទាហរណ៍ដូចគាត់ប៉ះចង្កេះភាគច្រើនគាត់ប៉ះចង្កេះដោយសារតែគាត់ដួលអុកគូតអីចឹងទៅមានការវាចនៃសរីរាង្គតាគៀកគឺវាអាចធ្វើឲ្យខ្លួនយើងវាប្រឹងផ្នែកខាងលើរហូតដល់គាត់អាចទៅជាឈឺស្មារោយកញ្ចឹងកឬក៏ពេលខ្លះអាចគាំងដល់សួតអាចគាំងដល់កាពះទៀតហើយទាំងអស់ហ្នឹងគឺយើងអាចព្យាបាលដោយការស្ទាបរបស់យើងអូសអូប៉ាទីវាប្លែកខុសគេដោយសារតែយើងលើសពីការស្ទាបហ្នឹងគឺយើងគិតរកមូលហេតុដើមតើមូលហេតុដើមមកពីអីហើយមូលហេតុទាំងអស់ហ្នឹងវាមានតំណែងគ្នាអត់លើខ្លួនកាយយើងលើរូបរាងយើងតើវាមានតំណែងអត់បើមានតំណែងតើយើងព្យាបាលអីមុនតើព្យាបាលអីបន្ទាប់ដូចខ្ញុំអញ្ចឹងជាគ្រូពេទ្យវះកាត់គឺពេលខ្លះយើងអាចបញ្យលអំពីសញ្ញា clinic របស់គាត់បានទេប៉ុន្តែអូសអូប៉ាត់យើងអាចយល់អំពីមូលហេតុអីទៅគាត់ឈឺអញ្ចឹងមូលហេតុអីទៅគាត់ឈឺអញ្ចេះអញ្ចឹងហើយយើងយល់អំពីមេកានិសក្នុងខ្លួនរបស់យើងយល់ហើយយើងដោះស្រាយយើងសម្របតាមខ្លួនហ្នឹងឲ្យដំណើរការដូចដើមវិញអ្នកជំងឺគឺប្រសើរឡើងម្ដងតិច